បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីមេត្រីបាទនៅក្នុងវីដេអូនេះលោកគ្រូសូមលើកយកពាក្យសូត្រដូចរបស់ខ្មែរយើងមួយទៀតដើម្បីមកធ្វើការបង្ហាញបងប្អូនបាទដែលលោកគ្រូយកមកបង្ហាញថ្ងៃនេះគឺពាក្យសូត្រដូចតកតងនឹងពាក្យកូដបាទកូដពេលនេះសម័យបច្ចុប្បន្នបងប្អូនដែលជានិស្សិតខាងរៀនព័ត៌មានវិទ្យាបាទគឺគាត់ស្គាល់ច្រើនបាទជាភាសាដែលគាត់ចាប់អារម្មណ៍ជាងគេបាទកូដហើយពាក្យខ្មែរយើងនេះគឺមានច្រើនបាទដែលវាសំឡេងអានដូចគ្នាហើយអត្ថន័យខុសគ្នាអញ្ចឹងថ្ងៃនេះដើម្បីកុំឲ្យខាតពេលវេលាយូរបាទគ្រូយកពាក្យសូត្រដូចនឹងពាក្យកូដបាទមកធ្វើការបង្ហាញបងប្អូនតែម្ដងបាទពាក្យដំបូងគេគឺកូដដែលសរសេរកស្រអូនឹងដបាទដែលខ្ញុំដកស្រង់ចេញមកពីវចនានុក្រមភាសាខ្មែរឆ្នាំ2022បាទកូដនេះកស្រអូនឹងដនេះយើងអានថាកូដបាទដែលមានន័យថាថ្នាក់ពេជ្ជនាមមានន័យថាប្រព័ន្ធលេខសញ្ញាលេខសញ្ញាអក្សរទាំងសម្ងាត់ទាំងចំហដែលគេប្រើសម្រាប់តាងឲ្យសារឬពាក្យកន្លឹះអ្វីមួយក្នុងទម្រង់ខ្លីសមស្របឧទាហរណ៍លេខកូដដោះកូដបាទកូដនេះបាទសូម្បីតែក្មេងតូចអាយុ5ឆ្នាំក៏វាស្គាល់ដែរដោយសារវាស្គាល់តាមរយៈការចាក់លេខកូដទូរស័ព្ទបាទចាក់សោទូរស័ព្ទបាទជាប់កូដជាប់ឡុកបាទអញ្ចឹងជាថ្មីម្ដងទៀតបាទកូដដែលសរសេរកស្រអូនឹងដនេះយើងអានថាកូដបពនេះគឺពាក្យតកតងនឹងព័ត៌មានវិទ្យាអ្នកពេជ្ជនាមមានន័យថាប្រព័ន្ធពាក្យសញ្ញាអក្សរទាំងសម្ងាត់ទាំងចំហសម្រាប់តាងឲ្យសារឬពាក្យកន្លឹះក្នុងទម្រង់ខ្លីសមស្របឧទាហរណ៍លេខកូដដោះកូដបាទនេះគឺជាពាក្យទី1តកតងទៅនឹងកូដបាទឥឡូវនេះកូដដែលខ្ញុំសរសេរជាបន្តនេះបាទគឺកស្រអូនឹងតម្ដងបាទកស្រអូនឹងតបាទកស្រអូនឹងតនេះក៏យើងអានថាកូដដែរប៉ុន្តែថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថាសកសម្បកជាបន្ទះតូចរូតកោសចុះឡើងបាទទីហោកូដកក់កូដសម្បាជែកកូដត្របាទកូដបាទដេញដំផ្លុំកូដបាទកូដនេះគឺជាបើយើងនិយាយពីឧបករណ៍ភ្លេងខ្មែរក៏វាមានប្រភេទកូដមួយយ៉ាងដែរដូចជាកូដត្រនេះបាទអញ្ចឹងកូដយើងមានតែ2នឹងទេបាទមានកស្រអូនឹងដតអញ្ចឹងការបញ្យល់របស់ខ្ញុំបាទនៅពេលនេះបាទសូមបញ្ចប់តែប៉ុណ្ណេះចំពោះបងប្អូនដែលមានចម្ងល់តកតងទៅនឹងពាក្យសូត្រដូចផ្សេងអាចធ្វើការខមមិនខាងក្រោមវីដេអូបានលោកគ្រូព្យាយាមដោះស្រាយជូនបងប្អូនឲ្យអស់វេលាភាពបាទអរគុណ